អេលបងបើខ្ញុំចាំមិនខុសទេលបងគឺលបងច័ន្ទដែលមានរហស្សនាមថាឆ្មាមុខញីស៊ីកាម្ដាយចងដៃគេនឹងមែនទេអូលបងដូចជាសរសើរពេកហើយខ្ញុំមិនល្បីដូចជាលបងឯងថានោះទេនិយាយចឹងចដៃលបងគឺលបងប៉ៃដែលមានរហស្សនាមថាកណ្ដុលបោកស៊ីដែលតែតែបោកលុយមិត្តភ័ក្ដិយកទៅស៊ីផឹកស្រវឹងរកឬវាយគ្នាចូលប៉ូស្ទ័រតែរាល់ថ្ងៃនេះមែនទេអូគេឈ្មោះបន្តិចបន្តួចសូមលបងកុំទុកក្នុងចិត្តអីអូនិយាយចឹងលបងប៉ៃខ្ញុំឮថាលបងឯងចិត្តរៀបការឲ្យមែនទេកុំភ្លេចជួយខ្ញុំផងណាអូភ្លេចណាភ្លេចបានតែមិនអាចភ្លេចលបងឯងបានទេនិយាយចឹងខ្ញុំដូចជាកោពាល់ដល់ហើយលបងតោះលបងច័ន្ទទៅរកហូបអីបន្តិចសិនទៅអីអូតោះចឹងលបងលបងស៊ីងទេសុខសប្បាយយទេខ្ញុំល្បីថាលបងឯងនឹងបកកែទាំងវិជាគុណនិងអក្សរសាស្ត្រប៉ិតមែនទេលបងអូមិនហ៊ានទទួលទេមិនហ៊ានទទួលទេនិយាយចឹងមិនបានជាលបងស្គាល់មុខខ្ញុំខ្ញុំឃើញគេshareវីដេអូលបងពេញ Facebook សមត្ថភាពពិតជាអស្ចារ្យមែនមិនត្រឹមតែប៉ុណ្ណឹងខ្ញុំល្បីទៀតដល់លបងឯងនឹងចិត្តឈ្គួតទៀតផងដូចជាសរសើរខ្ញុំពេកហើយចុះលបងមានរហស្សនាមអ្វីដែរខ្ញុំប្រុសសង្ហាប្រចាំភូមិហៅតិនហ្វីធ្លាប់តែឮសម្ដីតាវិជុឥឡូវបានជួបពិតជាបត់ដាច់នេះគេនិយាយបែបក្រែងលបងឯងជាស្ដេចល្បែងនៅបាកៅហើយបិចបាទជាបរុទ្ធបតោដប់នៅបដប់នេះវិញលបងដោយសារតែថ្ងៃមុននឹងបន្លំគេមកកណាស្រាប់តែគេចាប់បានផ្ទះគ្រឿងអលង្ការប្រមូលលក់អស់គ្មានសល់ទេសល់ប្រាក់បន្តិចបន្តួចក៏បោះទៅនៅវិស័យរត់ម៉ូតូដប់នេះទៅស្បាតតែក្រត់បើនេះគឺជាកម្មវិធីផ្សាយផ្ទាល់របស់កម្មវិធីសំណួរប្រាក់លានសប្តាហ៍នេះគឺជាសប្តាហ៍ចុងក្រោយហើយបើលោកឆ្លើយត្រូវនឹងទទួលបានទឹកប្រាក់ចំនួន$10 លានសហរដ្ឋអាមេរិកតែបើឆ្លើយខុសលោកនឹងទទួលបានចេកអាំងចំនួន1ចង្កាក់ដើម្បីជាការលើកទឹកចិត្តព្រោះកម្មវិធីនេះទទួលបានការឧបត្ថម្ភពីហាងលក់ចេកអាំងប្រចាំអាស៊ីអាគ្នេយ៍ដូច្នេះសូមលោករងចាំស្ដាប់សំណួរដោយប្រុងប្រយ័ត្នបាទសូមអានសំណួរសួរថាតើម្ដាយរបស់ម្ដាយលោកហៅថាអ្វីសូមឆ្លើយសំណួរបើយោងទៅតាមគម្ពីរសិលក្រឹតនិងសិលាចារឹកជាច្រើនបានឲ្យដឹងថាខ្សែស្រឡាយក្នុងវងត្រកូលដែលមានឋានៈពីជីតាជីទូតជីលូតជីលាសំណួរខាងលើនេះលើសពីជីលាមួយចំនួនតែខ្ញុំសូមឆ្លើយថាជីលាព្រោះថាឋានៈនេះវាខ្ពស់ជាងគេហើយមិនត្រឹមត្រូវទេចម្លើយដែលត្រឹមត្រូវនោះគឺពូជខាងម្ដាយរបស់លោកព្រោះច្រើនដំណពេកគ្មានអ្នកណារាប់អស់ទេសូម្បីអ្នកឧបត្ថម្ភកម្មវិធីក៏មិនស្គាល់ផងអីចឹងដាក់មកទៅអីស្វាតូចឯងមកពីណាដែរមានការអ្វីអ្នកសច្ចាំងស្វាខ្ញុំមកចង់សុំរៀនវិទ្យាសាស្ត្រពីអ្នកសច្ចាំងនឹងណាឯងមាននាមត្រកូលអ្វីឈ្មោះអីកើតនៅឆ្នាំណាឪពុកម្ដាយរបស់ឯងរកស៊ីអីមានបងប្អូនប្រមាណអ្នកបាទហេតុតាកាចាសួរនោះសួររកតែឯងឆ្លើយមិនទាន់គ្រាន់តែរៀនវិទ្យាសាស្ត្រប៉ុណ្ណឹងសោះយើងសួរដើម្បីបញ្ចូលព័ត៌មានក្នុង database យើងណាឯងចង់រៀនវិទ្យាអីមុនគេស្វាតូចស្វាខ្ញុំនេះចង់រៀនវិទ្យានេះញ៉ែស្រីតាម Facebook នេះវួយចង់រៀនសិទ្ធិស្និទ្ធកម្ពុជាក្នុងបកចេះមើលតែស្វាហុចមិនស្វាទៀតតាប្រចាំនេះវើឈើឈប់ចុះពីលើសេះឲ្យយើងកាត់ក្បាលភ្លាមឲ្យដល់ភ្លើងតូចច្រកហើយឆាប់ឯងភ្លេចតំណាក់តំណងយើងពីមុនហើយតំណាក់តំណងស្អីទៅយើងមិនចាំទេវុយឯងមិនចាំទេឬថ្ងៃមុនពេលដែលឯងអត់លុយឲ្យថ្លៃពងទាកូននឹងទឹកក្លុកក្រូចសាទូទំពុកតើអ្នកណាគេដែលចេញលុយឲ្យឯងគូស្រីបន្តិចបន្តួចគូប្រព្រឹត្តដុំយូកាចុះការថ្ងៃមុនណូអែលឯងខ្ចីម៉ូតូយើងជិះយកទៅដឹកសង្សារថែមទាំងសុំលុយយើង$20ទៀតទុកប៉ានាងស៊ីអីរឿងធំបែបនេះក៏ឯងភ្លេចដែរសុំទោសលោកអបរាជខ្ញុំពិតជាជំពាក់គុណលោកច្រើនពេកហើយសេដាហឹបជាផ្លូវឲ្យលោកអបរាជទៅភ្លាមលោហើយគុណឯងពិតជាមានតបមានគុណធម៌មែនអាឡូកូនអាឡូពុកកូនឲ្យមានការអ្វីឆាប់និយាយទៅគេកាត់លុយពុកអស់លើហើយក្រែងកូនជាអ្នកខលទៅពុកទេហើយមិនបានជាអស់លុយពុកទៅវិញពុកបានជាប់សេវារ៉ូមីងពួកថាតយើងខុសគ្នាមួយនាទីគេឆាតបលទៅ$5ឯនោះដាក់ចុះសិនទៅកូនអើយចាប់ពុកខលតាមវាយបើវិញហេឡូកូនមិនអើយកូនឯងច្បាស់ទេហ្នឹងច្បាស់ណាពុកអីបងនិយាយមកមានការអីពុកម៉ែសួរពុកឯងថាថ្ងៃឆេងមេខាងមុខនេះពុកឯងត្រូវការអ្វីខ្លះពុកមានអ្វីគ្រប់គ្រាន់ហើយពុកមិនចង់បានអ្វីទេពុកគ្រាន់តែចង់បានកូនឯងដឹកម្ដាយរបស់កូនបើនៅចិត្តពុកតែប៉ុណ្ណោះ